chú lên nào vào đây club ăn phóm thì bọn tay giờ mấy cái luôn ban tranh mà bật chạy hai trẻ club săn giá ấy mỗi luôn cái một bồng pin săn giá mỗi luôn này trầm trời nát chụp cái này hai vài chị à vọt tầm miền phụ quạt pin nè sầm khăn rồi bỏ club tụi mình trong cái này hai ní vì cái chia tờ ná mũi rồi bỏ club Atletico Madrid đấy mình trắng cho trắng chỉ mũi nó chú lên nào vào đây là không ca ao quạt trình thì mới đi thi cái bàn rô cả là có mấy một chùm luôn lại rotary rất là dài bà cái tha rồi viên rotary hay nâng Ferran Torres rotary ban chỉ chơi chỉ mới Ferran Torres hay này cả đô à sai tháng phí ông lấy một can thực đây rồi bỏ Espagne anh nhắc group chụp số bảo vệ betul betul sebagai contoh groupនឹងជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីវេទិកាកីឡាដែលយើងបានបន្តដំណើរបេសកកម្មជាមួយគ្នាមកដល់អេពីសូតទី14ហើយបាទអញ្ចឹងថា13សប្តាហ៍កន្លងមកទៅបងប្អូនទទួលជ្រាបរឿងរ៉ាវព័ត៌មានក្នុងស្រុកនិងក្រៅស្រុកច្រើនឥឡូវយើងក៏នៅតែពំនាំព័ត៌មានដែលកំពុងតែដិតដាមហើយក៏កំពុងតែក្តៅបាទព្រឹត្តិការណ៍សំខាន់ជាច្រើននៅក្រៅស្រុកដើម្បីជម្រាបជូនអស់លោកស្រីផងដែរឥឡូវដំបូងជួបជាមួយនឹង MCBK បន្តិចសិនទៅសួស្តីបងប្អូនអរគ្នាមកខ្ញុំបាទ BK យើងជួបគ្នាសាជាថ្មីនៅក្នុងកម្មវិធីវេទិកាកីឡាថ្ងៃនេះយើងមកជជែកវិញ្ញាតាក់ទងទៅនឹងរឿងក្រៅស្រុកទាំងអស់តែម្ដងបើដោយសារតែរឿងក្នុងស្រុកយើងមករយៈចុងក្រោយនេះគឺដូចជាអត់មានអីបន្ថែមទេតោះទើបបាទជំរាបសួរបងប្អូនជាប្រិយមិត្តរបស់ KM Sport ទាំងអស់គ្នាយើងវិលមកជួបគ្នាម្ដងទៀតហើយនៅក្នុងកម្មវិធីវេទិកាកីឡាបាទដូចជាមិនខុសពីសពមួយដងទេយើងនៅតែប្រម៉ែប្រមូលរាល់ព័ត៌មានកីឡាក្រៅស្រុកដើម្បីមកធ្វើការចែកជូនប្រិយមិត្តទាំងអស់គ្នាបាទតោះដើម្បីកុំឲ្យខាតពេលវេលាយូរយើងបន្តភារកិច្ចនេះទៅដល់ admin ប្រហែលជាការប៉ុណ្ណាអញ្ចឹងប្រធានបទរឿងរ៉ាវដំបូងគេនេះបាទបងប្អូនបានដឹងហើយព្រឹត្តិការណ៍ដ៏ធំបានគឺពានរង្វាន់បាត់ Super Cup គឺជាពានរង្វាន់ផ្ដាច់ព្រាត់លំដាប់រົບដែលបើករដូវកាលដំបូងបាទហើយគឺជាការតទល់គ្នារវាងក្រុមធំទាំងពីរ PSG បងប្អូនស្គាល់ពីសមាជិកច្បាស់ណាស់រួមទាំងនឹងតៅមី Aston Villa ក៏មិនធម្មតាក្រុមការដឹកនាំរបស់ Unai Emery ការប្រកួតនៅក្នុងកីឡាដ្ឋាន Red Bull Arena Salzburg នៅក្នុងទីtraining នៅវេលាម៉ោង 2 រំលងអាទិត្យបងប្អូនជាច្រើនក៏មានការតាមដានថាតើ Aston Villa អាចនឹងមានកម្លាំងគ្រប់គ្រាន់ទប់ទល់ជាមួយនឹង PSG ដែរទេស្របពេលដែលអ្នកទី2ប៉ះគ្នា UEFA Champions League 2ជើងចុងក្រោយឈ្នះម្នាក់ជើងទេប៉ុន្តែ PSG បូកសរុបគ្រាប់បាល់ទៅបាន5គ្រាប់ចឹងគេឡើងទៅដល់វគ្គផ្ដាច់ព្រាត់ក៏ខ្លាយទៅជាម្ចាស់ជើងឯកតោះចង់សួរថា BK តើ Aston ជុំនេះមើលទៅអាចទប់ជាមួយនឹង PSG បានទេដោយសារតែការប្រកួតនេះចាប់ផ្ដើមលេងថ្ងៃហ្នឹងតែម្ដងបាទបើនិយាយអំពី PSG ជាមួយនឹង Aston Villa ក្រុមទាំងពីរនេះមួយម្ចាស់ជើងឯក Europa League មួយទៀតម្ចាស់ជើងឯក Champions League បាទអញ្ចឹងគេដាក់តម្រូវឲ្យជួបគ្នានៅក្នុងពានរង្វាន់ UEFA Super Cup UEFA Super Cup នេះបើនិយាយអំពីពានរង្វាន់មួយនេះគឺជាពានរង្វាន់មួយដែលគេបង្ហាញថាអ្នកដែលឈ្នះ Europa League និងអ្នកដែលឈ្នះ Champions League ឥឡូវយើងនិយាយថា Europa League បានហើយ Champions League ដឹងថាវាគេហៅថាពានរង្វាន់ដែលសំខាន់បំផុតហើយអញ្ចឹង Europa League នេះក៏ជាពានរង្វាន់សំខាន់បំផុតមួយដែរអញ្ចឹងជើងឯកប៉ះជើងឯកគាត់ណាមួយលំដាប់2មួយលំដាប់ទី1ជួបគ្នាថ្ងៃនេះ Aston Villa អាចនឹងតឹងបន្តិចហើយព្រោះ Paris Saint-Germain យើងឃើញថាការប្រកួតមិត្តភាពប្រមាណប្រកួតចុងក្រោយគាត់ទុកជើងកីឡាករល្អៗរបស់គាត់ច្រើនបាទគាត់បញ្ចេញតែ Kvicha Kvaratskhelia ប៉ុន្តែParis Saint-Germain បាត់បង់កីឡាករមួយរូបគឺ Lee Kang-in បាទទៅ Atletico Madrid ដែរបាទប៉ុន្តែនៅតំបន់ខាងលើខ្ញុំជឿចាត់ថាយុគនេះគឺមាន Kvicha Kvaratskhelia Desire Doué Vitinha មកវិញហើយមើលហើយអ្វីដែលកាន់តែសំខាន់បំផុតហ្នឹងគឺបងប្អូនយើងចង់ឃើញវត្តមានរបស់ Ousmane Dembélé បាទហើយនឹងវត្តមានរបស់អនាគតម្ចាស់ពានរង្វាន់ Ballon d'Or បាទគឺ Fabian Ruiz បាទគាត់នឹងបង្ហាញវត្តមាននៅយប់នេះបាទលើកពាន UEFA Super Cup មួយទៀត Ballon d'Or 100%បាទBallon d'Or 100%បាទអញ្ចឹងយប់នេះខ្ញុំជឿចាត់ថា Aston Villa តឹងហើយបាទ PSG ឥឡូវមិនមែន PSG ពីមុនទេ PSG ឥឡូវគឺម្ចាស់ជើងឯកពីសម័យកាលនៅក្នុង UEFA Champions League 2ឆ្នាំជាប់គ្នាអញ្ចឹង Aston Villa តឹងយកតែមែនតើណាម្ដងសម្រាប់ការប្រកួតនេះខ្ញុំហ៊ានវិភាគគ្រាប់បាល់ទុកមុនថាអាចនឹងមានលទ្ធផល3-1 PSG ឈ្នះទៅលើ Aston Villa 3-1មិនបាច់តដល់120នាទីហើយពេញនាទីអីទេបាទអញ្ចឹងបើនិយាយទៅចំនួនយប់នេះគឺតឹងដូចខ្សែកាបបបោលបាទតាមដានរបស់គ្នាតោះឥឡូវទៅពីទូបន្តិចពីទូយល់យ៉ាងដូចម្ដេចជុំវិញរឿងរ៉ាវការប្រកួតដ៏ធំសម្បើមផ្ដាច់ព្រាត់យប់នេះហើយបាទជំនួសផ្ដាច់ព្រាត់ UEFA Super Cup យប់នេះខ្ញុំរៀងគិតប្រឆាំងពី admin អាចស្រ័យ MCBK បន្តិចបាទពីព្រោះថាព័ត៌មានថ្មីនេះលោក Luis Enrique គាត់កំពុងតែលូតទាំពាក់ព័ន្ធជាមួយនឹងកីឡាកររបស់គាត់បាទកីឡាកររបស់គាត់កីឡាករដែលទៅលេងព្រឹត្តិការណ៍ World Cup បាទបានន័យថាកីឡាករមួយភាគធំដែលទៅចូលរួម World Cup នៅក្នុងវគ្គជ្រៅ
គាត់ទៅត្រឡប់មកដល់ទីលានฝึกហាត់វិញទេក្នុងថ្ងៃឆ្នាំនេះ វាអាចដែរ បាទហើយបើយើងនិយាយត្រឡប់ទៅកាន់ Aston Villa វិញកីឡាកររបស់ Aston Villa មួយចំនួនក៏បានចាក់ចេញពីក្រុមដែរមានដូចជា Morgan Roger Tielemans នេះជាដើម បាក់គីណេណា អត់បាទដូច្នោះការប្រកួតនេះអាចថានឹងតានតឹងប៉ុន្តែនៅក្នុងការប្រកួតនេះมันប្រកាសថាជើងឯកនៅក្នុងលំដាប់ទី1 UEFA Champions League ប្រកាសជាឈ្នះទៅលើក្រុមពីរង្វាន់លំដាប់ទី2ជាដាច់ខាតទេបាទយើងឧទាហរណ៍ជាក់ស្ដែងដូចជា FC Barcelona ធ្លាប់បានចាញ់ Sevilla ទៅដល់3-0នោះហើយមួយទៀត Real Madrid ក៏ធ្លាប់ចាញ់ Atletico Madrid 4-2ដូចគ្នាបាទនៅក្នុងពានរង្វាន់នេះបាទអញ្ចឹងតែយ៉ាងណាអាចនឹងតានតឹង យល់ បាទអញ្ចឹងនេះគឺជាការយកគ្រាន់តែការបញ្ចេញមតិរបស់បាទMC ទាំងពីរអ្នករបស់យើងដូចបាននិយាយអញ្ចឹងឥឡូវមានតែតាមមើលទាំងអស់គ្នាទេបងប្អូនដូចដឹងអញ្ចឹងបាទ Unai Emery បើយើងនិយាយពីប្រវត្តិមិនល្អរបស់គាត់មិនមែនថាគាត់ជាគ្រូបង្វឹកដែលអត់ទេប៉ុន្តែគាត់គ្រាន់តែជាគ្រូបង្វឹកដែលមានភាពជោគជ័យអស្ចារ្យខ្លាំងដែរនៅក្នុងពានរង្វាន់ Europa League ប៉ុន្តែបើយើងនិយាយពីស្ថិតិដ៏អាក្រក់នៅក្នុងពានរង្វាន់ Super Cup នេះ3រដូវកាលកន្លងទៅគាត់អត់ទាន់ធ្វើបានទេគាត់អត់ទាន់ដែរដណ្ដើមបានទេនេះរាប់ថាជាលើកទី4ដើម្បីជាការប្រជែងយកពី PSG ហើយការប៉ះគ្នាពីជើងចុងក្រោយគាត់នៅតែដឹកនាំកូនក្រុមមិនបានល្អមិនអាចឡើងទៅកាន់វគ្គផ្ដាច់ព្រាត់បានឬក៏ឡើងមិនដល់វគ្គជ្រៅទេមិនបាច់ទៅដល់វគ្គផ្ដាច់ព្រាត់ទេហើយសំខាន់ដូចពីទូបាននិយាយអញ្ចឹងបាទបញ្ហាប្រឈមធំបាទខ្ញុំក៏គិតស្រៀងទៅពីទូដែរលំដាប់កីឡាករល្អៗជាច្រើនរបស់ PSG ទើបតែបិទបញ្ចប់វិសមាការក្រោយបិទបញ្ចប់ការ World Cup ប្រព័ន្ធរៀបចំផ្សេងៗរបស់ក្បាលម៉ាស៊ីនមានការរាំងស្ទះវាអត់ smooth ទេវាអត់រលូនទេសូម្បីតែ VNK ក៏បានពមមានច្បាស់ហើយបាទនៅលើបណ្ដាញសង្គមគាត់ថាគាត់ក៏មិនប្រកាសថាការប្រកួតនេះ PSG នឹងធ្វើបានល្អ 100% ដែរបាទពីព្រោះថាការប្រកួតវាអាចនឹងបាត់បង់អវត្តមានកីឡាករល្អៗមួយចំនួនអត់ពេញសាច់ទេបាទហើយសម្រាប់ Aston Villa គឺជាក្រុមមួយដែលធ្វើបានល្អច្រើននៅក្នុងវគ្គជ្រៅក្រុមលំដាប់មកពីអឺរ៉ុបដែរប៉ុន្តែយ៉ាងណាយ៉ាងណី Aston ក៏នៅតែបាត់បង់ជាមួយនឹងសមាជិកកីឡាករបាត់មួយចំនួនអញ្ចឹងមិនដឹងថាយ៉ាងម៉េចទេលោក Unai Emery គាត់ដឹកនាំរបៀបម៉េចជុំនេះប្រើប្រព័ន្ធទប់ឬក៏ប្រយុទ្ធដាក់ខាងលើប្រយុទ្ធល្អមិនយើងអត់ដឹងទេចាំអត់មើលទាំងអស់គ្នាខ្ញុំបាទ MC ប្រហែលក៏ធ្វើការអធិប្បាយបាទជំនួបនេះជូនបងប្អូនដែរនៅវេលាម៉ោង 2 រំលងអាធ្រាត្រយើងបន្តដំណើរទៅដល់សាច់រឿងទី2បាទដែលជាសាច់រឿងបងប្អូនខ្លះក៏បានដឹងមកប្រហើបយោលបងប្អូនខ្លះទៀតក៏នៅស្ពីស្ពិលបាទប៉ុន្តែមិនទាន់មានព័ត៌មានផ្លូវការបញ្ជាក់ឲ្យច្បាស់ទេបាទពាក់ព័ន្ធទៅនឹងបាទអូម៉ាអាតាន់នឹងខ្លាយទៅជាអាជ្ញាកណ្ដាលក្រៅតំបន់អឺរ៉ុបដំបូងគេបំផុតបាទក្រោយទទួលបានសិទ្ធិកាត់សេចក្តីវគ្គផ្ដាច់ព្រាត់នៅក្នុង UEFA បាត់ Super Cup បាទអញ្ចឹងនៅពីក្រោយជញ្ជាំងដ៏អាក់ក្បាំងរបស់គ្រូបង្វឹកមួយរូបនេះមានរឿងអ្វីរឿងអង្គហេតុអ្វីខ្លះឲ្យបាទបែកខាជជែកបាទឬក៏បង្ហើបរឿងនេះបន្តិចបាទអូម៉ាតាន់គឺជាគ្រូបង្វឹកដែលត្រូវបានគេឃាត់ខ្លួននៅពេលដែលគាត់បានចូលទៅដល់ទឹកដីសហរដ្ឋអាមេរិកនៅក្នុងព្រឹត្តិការណ៍ FIFA World Cup ដោយសារតែគាត់គាត់ដូចជាជនជាតិអ៊ីស្រាអែលបើតាមខ្ញុំចឹងសូម៉ាលីសូម៉ាលីហើយដល់ហើយទៅគាត់ក៏ត្រូវបានគេឃាត់ខ្លួនមិនឲ្យគាត់មានវត្តមាននៅក្នុងការកាត់សេចក្តីព្រឹត្តិការណ៍ FIFA World Cup នោះទេហើយគាត់ក៏ត្រូវបានបញ្ជូនមកប្រទេសកំណើតវិញហើយជាការលើកទឹកចិត្ត UEFA កំពុងតែអត់សូវសប្បាយចិត្តជាមួយ FIFA ហ្នឹងលុកដៃពឹបចាប់អូម៉ាតាន់ដាក់ឲ្យគាត់ចាប់ UEFA Super Cup ហ្នឹងតែម្ដងហើយនេះគឺជាការលើកទឹកចិត្តមួយដែលធ្វើឲ្យអូម៉ាតាន់គាត់សប្បាយចិត្តមែនទែនហើយអូម៉ាតាន់នេះទៀតសោតគឺគាត់មានការអន់សម្ពន្ធចិត្តខ្លាំងព្រោះគាត់មិនមែនជាភេរវកអីទេបាទគេចោទប្រកាន់គាត់ថាគាត់មកពីប្រទេសសូម៉ាលីដែលជាប្រទេសមួយគេហៅថាសម្បូរទៅដោយភេរវកម្មណាបាទអញ្ចឹងទៅគាត់អត់ដឹងអីទេគាត់ទៅក្នុងនាមជាកូនចៅរបស់ FIFA បាទហើយ FIFA គាត់ក៏បានបញ្ជូនដំណឹងហ្នឹងទៅដល់ប្រធានាធិបតី Donald Trump រួចរាល់ដល់ពេលគាត់ទៅជន់ដល់ទឹកដីសហរដ្ឋអាមេរិកហើយក៏ត្រូវបានបញ្ជូនត្រឡប់មកវិញមានការខត់ខ្លួនទៀតបាទហើយទៅដល់ហ្នឹង check out ហ្នឹងគឺគេចាប់ខ្លួនគាត់បាត់ហើយបាទអញ្ចឹងទៅ UEFA នេះកំពុងតែឆ្លោះគ្នាជាមួយនឹង FIFA ហ្នឹងគាត់លុកដៃចូលមកធ្វើរឿងហ្នឹងដើម្បីឲ្យធ្វើបាបគេអញចូលទៅលុកដៃឲ្យមានឈ្មោះបោះទៅលេងគេលើក credit ខ្លួនឯងក្នុងចំណុចហ្នឹងមកវិញអញ្ចឹងវាជាផលចំណេញមួយសម្រាប់ UEFA វាក៏ជារឿងល្អមួយសម្រាប់អូម៉ាអាតាន់នៅក្នុងការលើកទឹកចិត្តគាត់កាត់សេចក្តីនៅក្នុងការប្រកួតយប់នេះហើយវាក៏ជាការប្រកួតក្រៅតំបន់អឺរ៉ុបលើកដំបូងរបស់គាត់ដែរបាទនៅក្នុងការដឹកនាំការប្រកួតខ្លាយទៅជាអាជ្ញាកណ្ដាលកាត់សេចក្តីប៉ុន្តែខ្ញុំជឿជាក់ថាគាត់នឹងធ្វើឲ្យបានល្អឲ្យពិភពលោកកោតសរសើរទៅលើសមត្ថភាពរបស់គាត់នៅក្នុងការកាត់សេចក្តីតោះអញ្ចឹងឥឡូវជុំវិញរឿងរ៉ាវនេះពិទូមានអីបន្ថែមតិចទេបាទពាក់ព័ន្ធជាមួយនឹងអាជ្ញាកណ្ដាលបាទអូម៉ាតាន់បាទពាក់ព័ន្ធជាមួយនឹងអាជ្ញាកណ្ដាលអូម៉ាតាន់នេះគឺជាហេតុផលមួយបន្ទាប់តែពីព្រឹត្តិការណ៍ FIFA World Cup បានបិទបញ្ចប់ទៅ UEFA Super Cup នេះហើយគឺជាពានធំបំផុតក្រោយពេល World Cup បាទ
បន្ទាប់មកគេបាននឹកឃើញឬក៏សម្លឹងឃើញទៅដល់លោកកុមារតាំងនឹងដំបូងគេតែម្ដងបាទក៏ជាការលើកទឹកចិត្តក៏ដូចជាដល់កិត្តិយសឲ្យគាត់បន្ទាប់ពីគាត់ខកខានក្នុងបន្ទាប់ពីពេលគាត់ខកខានក្នុងការកាប់សេចក្តីនៅក្នុង World Cup បាទបញ្ហាផ្សេងពាក់ព័ន្ធជាមួយនឹងការខាត់ខ្លួនឯងផ្សេងអាហ្នឹងវាអាចថាលើពីបាល់ទាត់យើងមិនបាច់បកស្រាយប្រិមិត្តដឹងហើយបាទហើយគាត់ក៏ជាអាញាកណ្ដាលទី1ដែលមកពីទ្វីបអាហ្វ្រិកកាប់សេចក្តីនៅក្នុងជំនួបនេះផងដែរបាទអញ្ចឹងបាទដូចadmitter 2បាទ MC ទាំងពីររបស់យើងបានបាទបន្ថែមអញ្ចឹងគាត់គឺជាអាញាកណ្ដាលទី1ដែលមកពីទ្វីបអាហ្វ្រិកហើយបើយើងនិយាយពីភាពរហ័សរហួនបាទ activity របស់គាត់បត់បែនទៅលើទីលានបានល្អណាស់ហើយគ្រាន់តែលើការប្រកាសឬក៏ការលុបដៃផ្សេងបាទពីថ្នាក់លើទៀតនោះគឺគាត់សប្បាយចិត្តរំភើបបាត់ហើយព្រោះនេះវាគឺជាឱកាសរបស់គាត់ដែរបាទនៅក្នុងឆាកជីវិតរបស់គាត់អាចថាទើបតែជីវិតទី1របស់គាត់ទេបាទសម្រាប់បាទអាញាកណ្ដាលមួយរូបនេះអញ្ចឹងក៏ដូចជាមិនសូវខុសគ្នាទៅនឹងអាញាកណ្ដាលកាត់សេចក្តីផ្ដាច់ព្រាត់នៅអាសងទៀតណាគេស្លាកូវិនស៊ីកឯងបាទស្លាកូវិនស៊ីកហ្នឹងរឿងផ្សេងស្លាកូវិនស៊ីកហ្នឹងគាត់ជាប់ពាក់ព័ន្ធទៅនឹងរឿងរ៉ាវគ្រឿងញៀនហើយនឹងផ្លែភេទបាទហើយគាត់ក៏ធ្លាប់ជាប់ពន្ធនាគារដែរហើយមួយវិញទៀតគាត់ក៏ត្រូវបានគេរិះគន់នៅក្នុងការកាត់សេចក្តីវគ្គផ្ដាច់ព្រាត់ហ្នឹងបាទហើយចឹងទៅគាត់ក៏សម្រេចចិត្តចូលនិវត្តន៍តែម្ដងបាទនៅពេលដែលគេចុចឈ្មោះគាត់ទៅកាត់សេចក្តីវគ្គផ្ដាច់ព្រាត់ហ្នឹងគាត់ហូរទឹកភ្នែកប៉ុន្តែមកគាត់កាត់ក្តីហើយគាត់ចូលនិវត្តន៍បណ្ដោយទៅបាទព្រោះគេនៅពេលដែលគាត់កាត់ក្តីខុសគេតែងតែរំលឹកអារឿងអតីតកាលដែលគាត់មានឈ្មោះអាក្រក់ហ្នឹងណាយកមកនិយាយចឹងគាត់អត់ចង់ឲ្យមានជីវិតបែបហ្នឹងទេបាទគាត់សុខចិត្តរស់នៅជីវិតបែបគាត់វិញបាទត្រឹមត្រូវហើយបាទអញ្ចឹង UEFA គេបានរៀបចំគាត់ឲ្យឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ហ្នឹងគឺពីក្នុងសម្រក់ទឹកភ្នែកផងអីផងហើយមានអីបាទអាញាកណ្ដាលដូចនិយាយចាក់ស្ដែងហ្នឹងគាត់មិនមែនតែចេះតែកាន់ជើងខុសរបៀបរបបរបស់គាត់ទេមានកាតលឿងកាតក្រហមនៅក្នុងកប៉ៅរបស់គាត់មែនប៉ុន្តែគាត់មិនមែនចេះតែពិន័យមិនចេះតែលើកមិនចេះតែហុចណាបាទគាត់តែមានចន្លោះប្រហោងបាទកន្លែងណាគាត់មើលទៅមិនប្រុសក្តីគាត់មានច្បាប់គាត់បានសិក្សាបាទគាត់មានរបៀបរបៀបរបស់គាត់បាទបទបញ្ញត្តិផ្សេងៗអញ្ចឹងទៅតាមក្រឹតក្រមរបស់គេឥឡូវយើងបញ្ចប់រឿងរ៉ាវបាទប្រធានបទទី2យើងចូលទៅដល់ព័ត៌មានសំខាន់មួយទៀតបាទពាក់ព័ន្ធទៅនឹងកីឡាករទៀតហើយរឿង transfer អីនឹងទៀតបងប្អូនបាទ Rodri បាទអត់តន់ចប់សោះរឿង Rodri បាទកីឡាកររបស់ Man City ឥឡូវមិនទៅហើយបាទ Rodri បាទលៀងមកជាមួយនឹង Barcelona ហ្នឹងវាមែនតែនហើយវាផ្លូវការហើយវាដល់ណាហើយឥឡូវចង់សួរទៅកាន់Pitu Munson បាទអើយព័ត៌មាន Rodri នេះគឺនៅតែជាប្រធានបទក្តៅបំផុតហើយបាទការចរចាឬក៏សំណើពីរលើកពី FC Barcelona ទៅកាន់ Man City បាទសំណើជាផ្លូវការឬក៏ការបង្ហាញជាផ្លែផ្កានោះយើងអត់ទាន់ដឹងច្បាស់ទេប៉ុន្តែយើងសម្លឹងឃើញចំណុចពីរទី1 Man City គេបានរកកីឡាករថ្មីមកជំនួសកន្លែង Rodri ឬស្រេចហើយបាទនេះជាចំណុចក្តៅទី1រីឯចំណុចក្តៅទី2អានេះខ្ញុំមើលទៅតាមសារព័ត៌មានបបទេដែរណាតែព័ត៌មាននេះគឺជាប្រភពដែលអាចទុកចិត្តបានគេថារវាង Rodri ហើយនិង Ferran Torres បាទRodri បានជជែកជាមួយ Ferran Torres ហើយនៃការបដូរអាសយដ្ឋានពីអង់គ្លេសមកកាន់ទឹកដីរបស់អេស្ប៉ាញគឺនៅម្ដុំចិត្តកីឡដ្ឋាន FC Barcelona នឹងឯងគឺជាលំនៅឋានដែលផ្ដល់ដោយក្លឹបបាទអញ្ចឹងកីឡាករទាំងពីរហ្នឹងគេបានជជែកចរចាគ្នារួចហើយអញ្ចឹងក្នុងករណីហ្នឹងប្រសិនបើយើងនិយាយថាប្រសិនបើ Ferran Torres ប្រកាសជាទៅកាន់ទឹកដី PSG 100% បាទលំនៅឋាននោះប្រកាសជាផ្ទេរទៅឲ្យ Rodri បាទប៉ុន្តែយ៉ាងណាមិញយើងក៏មិនទាន់ប្រកាសដែរណាបាទទាន់ណា here we go ទេបាទតែគាត់ថាយើងនៅតែយកមកជជែកអញ្ចឹងតោះចាឥឡូវ Big Cam បាទមានអីបន្ថែមតិចទេពាក់ព័ន្ធមួយ Rodri ហើយនឹង Barca សម្រាប់ Rodri មក Barcelona នេះវានៅតែជារឿងមួយដែលគេយកមកជជែកច្រើនហើយវាមិនទាន់បានសម្រេចផ្លូវការប៉ុន្តែសួរខ្ញុំវិញថាតើវានឹងអាចកើតឡើងអត់ភាគរយនៅក្នុងការអាចកើតឡើងគឺមានច្រើនបាទគឺមានច្រើនទី1 Manchester City ហើយនិង FC Barcelona គឺជាអញនិយាយស្ដាប់ដូចបងប្អូនបកកើតគ្នាអញ្ចឹងបាទដូចជាក្លឹបទាំងពីរហ្នឹងចងសម្ព័ន្ធជាមួយគ្នាអញ្ចឹងដូច Ferran Torres មិនមកពី Man City មកដែរបាទអញ្ចឹងហើយ Manchester City ជាមួយនឹង Barcelona នេះតាក់ទងទៅនឹងបញ្ហា Rodri នៅក្នុងការចរចាលើកទី1 Barcelona ឲ្យលុយវាតិចពេកបាទគេកាត់ថ្លៃខ្ពស់គាត់ឲ្យ35លានលេខអក្សរសូមបងមលោះទៀតយើងវាមិនដឹងប៉ុន្តែ35លានហ្នឹងវាអត់សមរម្យបាត់ទៅហើយបាទប៉ុន្តែដាក់50លានទៅក្រោយនេះដាក់50លានទៅក្រោយហ្នឹង Man City ថាឲ្យអាក្រោយនេះគ្រាន់បានទេអញ្ចឹងយើងជជែកគ្នាបន្តិចទៀតសិនមើលឥឡូវសុំឡាញ់តិចទៀតហើយមានប៉ុណ្ណាឲ្យសម្រាប់ Rodri គឺជាកីឡាករមួយដែលគាត់ជួយឲ្យអេស្ប៉ាញឈ្នះ World Cup គាត់ឈ្នះពាន Ballon d'Or គាត់ជួយឲ្យ Manchester City ឈ្នះ Champions League ឈ្នះគ្រប់សពហ្នឹងហើយឈ្នះគ្រប់សពអស់ហើយ
សម្រាប់គាត់តម្លៃ35លានដែលបាសេដាក់ទៅលើកទី1ហ្នឹងវាអត់សមមែនបាទអញ្ចឹង Manchester City គេរៀងអាក់អន់សម្ពន្ធចិត្តបន្តិចបន្តួចប៉ុន្តែដាក់អាសំណើទៅក្រោយគេរៀងអេគ្រាន់បើមកវិញអញ្ចឹងទៅចែកគ្នាបន្តិចទៀតមើលឡើងបន្តិចចុះបន្តិចម្នាក់ម្ដងណាប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹង Rodri មានភាគរយខ្ពស់បំផុតអាចមក Barcelona ស្ទើរទៅដល់ 80% បាទអញ្ចឹងខ្ញុំជឿជាក់ហ្មងព្រោះ Man City មួយ Barca យើងដឹងហើយសូម្បីតែចំនួនដែល Messi មានបញ្ហានៅ Barca នៅឆ្នាំ2020ហ្នឹងប៊ីសនឹង Pep Guardiola យក Messi ទៅបានប៉ុន្តែដោយសារតែNeymar បាទបញ្ចុះបញ្ចូល Messi ឲ្យទៅលេងមួយគាត់នៅ Paris ហើយ Messi ហ្នឹងក៏ដឹក Neymar ដែរបាទប្អូនធွာគាត់ក៏ទៅតាម Neymar ទៅតាមពិតស្រួលហ្នឹង Pep Guardiola យក Messi មកលេងនៅ Man City អែមបាទច្បាស់ណាស់ពេលហ្នឹង Pep ក៏បានចូលខ្លួនមកសម្របសម្រួលដែររឿងពាក់ព័ន្ធជាមួយនឹង Messi ហ្នឹងប៉ុន្តែជាចុងក្រោយដូចមកវិខាបានលើកឡើងអញ្ចឹងគាត់ទៅចូលរួមជាមួយ PSG បាទតោះចុះឥឡូវរឿងរ៉ាវដែលអ្នកទាំងពីរបាននិយាយនេះក៏អត់ទាន់ចប់ទេណាបងប្អូនណានៅតាមដានបន្តទៀត Here we go ពេលណាពេលណីគេចរចាត្រូវគ្នាថ្នាក់ដឹកនាំក្លឹបយ៉ាងម៉េចយ៉ាងម៉ាយើងនៅបន្តតាមដានចេញពីសារព័ត៌មានធំទៀតឥឡូវយើងបន្តទៅដល់រឿងរ៉ាវមួយទៀតបាទពាក់ព័ន្ធទៅនឹងកីឡាករបាទសេជាតិអសង្ទីន Julian Alvarez អូយអត់ទៅណាឆ្ងាយពីបាសេទេបាទ Julian Alvarez ក្រោយតែពីការមានឱកាសបើកភ្លើងខៀវតាំងតែពីខែកុម្ភៈបាទកាលនោះគឺដូចជាក្លឹបរបស់គាត់គឺ Atletico Madrid អនុញ្ញាតឲ្យគាត់ហ្នឹងចាក់ចេញពីក្លឹបបាទអាចថាយល់ព្រមសំណើដែល Julian គាត់ដាក់មកណានៅចន្លោះខែកុម្ភៈហើយនៅពេលនោះគឺក្លឹបគឺបើកភ្លើងខៀវហើយប៉ុន្តែទៅមកដល់ពេលនេះអ្វីដែល Julian Alvarez ចង់បានគឺសុំឲ្យក្លឹបគោរពនៅពាក្យសន្យាបាទស្របពេលដែលខ្លួនក៏កំពុងតែរក្សាចំហថានៅតែចង់ផ្លាស់ប្ដូរទៅកាន់ Barcelona បាទតើរឿងនេះវាដល់ណាដល់ណីហើយបាទសម្រាប់ Julian Alvarez មិនខុសពី Rodri ប្រហែលទេបាទខ្សែរឿង Julian Alvarez នេះបើយើងហៅចំណងជើងនេះគេហៅជីវិតនាង Alvarez មកជីវិតនាង Alvarez មហាកម្ពុជាវេទនាហ៎និយាយទៅ Barcelona រឿងទិញកីឡាករណាមួយគឺវេទនាហ្មងមួយវិញទៀតវាមិនមែនវេទនាតាក់ទងទៅនឹងការដាក់តម្លៃខ្លួនអីទេរឿងដាក់តម្លៃខ្លួនហ្នឹងវាជាបញ្ហាចម្បងរបស់ Barca ទេព្រោះដោយសារមានបញ្ហាហិរញ្ញវត្ថុក៏ប៉ុន្តែកីឡាករនៅពេលដែលគេចង់ទៅក្លឹបដទៃដែលមានកីឡាករហ្នឹងគេអត់ចង់លក់ឲ្យគាត់បាទ Barcelona វាពិបាកក្នុងកន្លែងហ្នឹងតាំងក៏ប៉ុន្តែកីឡាករគឺស្រឡាញ់ហ្មង Barcelona ពិបាកប៉ុណ្្នឹងហើយប្រាក់ខែបើកតិចហើយនៅតែមានអ្នកចង់មកលេងជាមួយទៀតដូច Julian Alvarez អញ្ចឹងដូច Rodri អញ្ចឹង Rodri ដំបូងព័ត៌មានគេថាតាណាទៅ Real Madrid ចុងក្រោយគាត់ចង់ទៅលេងនៅ Barcelona ឥឡូវ Barcelona ចូលចរចាអូខេអាចនឹងមានភ្លើងខៀវឆាប់Julian Alvarez ក្លឹបអត់ព្រមទេប៉ុន្តែសម័យខ្លួនបានចេញមកបញ្ជាក់ថាចេះធ្លាប់សន្យាអីជាមួយខ្លួនខ្លះមកបំពេញសន្យាជាមួយខ្លួនឲ្យត្រឹមត្រូវបាទព្រោះថា Julian Alvarez គឺចង់ចាក់ចេញពី AT ខ្លាំងមែនទែនដាក់កំហិតខ្លាំងតែម្ដងគាត់ណាត់ប្រធានក្លឹបណាត់គ្រូបវឹកមកជជែកគ្នាដាក់ថ្ងៃហើយដល់ថ្ងៃគេអត់មកគាត់មកតែឯងវាអញ្ចឹងទៀតបាទវាមានអារឿងហ្នឹងទៀតសូមថាហេតុអីបានខ្ញុំដឹងចំណុចហ្នឹងសារព័ត៌មានធំជាច្រើនបានចុះផ្សាយតាក់ទងទៅនឹងការណាត់ជួបគ្នារវាងប្រធានក្លឹបជាមួយនឹងគ្រូបង្វឹកហើយនឹង Julian Alvarez ហើយនៅភ្នាក់ងាររបស់គាត់ហ្នឹងណាត់ជួបគ្នាហើយបែរជាអវត្តមានពួកគាត់ពីរនាក់សំខាន់របស់ក្លឹបទៅវិញអញ្ចឹងមានន័យថានេះវាគឺជាចេតនាមួយរបស់ក្លឹប Atletico Madrid ដែលមិនចង់ចរចាជាមួយនឹង Julian Alvarez នៅក្នុងការឲ្យគាត់ចេញទេបាទហើយ Julian Alvarez វិញគឺគាត់ដាក់ញត្តិខ្លួនឯងហ្មងមិនឲ្យគាត់លេងក៏គាត់អត់ខ្វល់ដែរគាត់សុកចិត្តចាក់ចេញប៉ុន្តែអានេះបើសិនជាគាត់ធ្វើដល់ថ្នាក់ហ្នឹងពេកវាចូលលក្ខណៈបាច់អហង្ការអត់ទេដូច Sancho បាទ Sancho មួយ Man U ស្អប់ Man U ស្អប់តា Ten Hag សុកចិត្តអត់ចូលលេងទេមានណាតា Ten Hag ធ្វើឲ្យមែនអត់ឲ្យលេងអត់ឲ្យលេងលក់តាណាទៅណីទេអត់លក់តាណាទៅណីទេទុកនៅហ្នឹងឲ្យខ្ចីជើងឲ្យគេទៅលេងខ្ចីជើងឲ្យលេងហើយយកមកវិញទុកទៀតដល់ពេលចុងក្រោយឥឡូវគេដល់ណាដល់អីបាត់ហើយបើជាដុន Sancho អញ្ចឹងខ្ញុំគិតថា Julian Alvarez កុំទាន់មានភាពអន្តរសាបាទចង់ចាក់ចេញដោយចិត្តបង្ខំពេកវាអាចនឹងមិនចំណេញសម្រាប់ខ្លួនឯងដែរតោះពីទូមានមតិផ្ទុយឬស្រោបជុំវិញរឿងរ៉ាវនេះបាទខ្ញុំចាប់អារម្មណ៍ចំណុចមិញណាដែលបងបេកខែគាត់បកស្រាយគាត់និយាយថាកីឡាករផ្សេងគេស្រឡាញ់ក្លឹប FC Barcelona យើងរំលឹកទៅក្រោយវិញកាលដែលចំនួនចរ៉ាត់ពីគេគាត់នៅបាទគាត់សុកចិត្តលេងឲ្យបាសេទាំងមិនមានតម្លៃខ្លួននេះបាទបានន័យថាមិនបើកប្រាក់ខែពីក្លឹបទេសឹងតែឲ្យលុយក្លឹបវិញទៀតបាទអញ្ចឹងអារម្មណ៍ស្រឡាញ់ចំពោះក្លឹបបាសេនេះគឺកីឡាករជាច្រើនគឺស្រឡាញ់មែនទែនហ្មងបាទឥឡូវយើងមកចាប់អារម្មណ៍ជាមួយនឹងកីឡាករ Julian Alvarez វិញបាទគាត់ពិតជាប្រកាន់ចំហចាក់ចេញពី Atletico Madrid ពិតមែនបាទដោយគាត់បានស្រែកប្រាប់មិត្តរួមក្រុមអីផ្សេងថាមិនបាច់រាប់គាត់ចូលជាក្រុមទៀតទេបាទហើយគាត់ខឹងជាមួយប្រធានក្លឹបមកជុំឯងគាត់
ខឹងជាមួយគូម្ដងទៀតដែលជាមិត្តរួមជាតិបាទមិត្តរួមជាតិចិត្តស្និទ្ធបាទ ត្រឹមត្រូវ បាទរឿងនេះការផ្លាស់ប្ដូរផ្សេងអីអានេះយើងអត់ទាន់ជាផ្លូវការណាមួយទេការចរចាផ្សេងមិនទាន់បានធ្វើឡើងទេប៉ុន្តែខ្ញុំចាប់អារម្មណ៍រឿងមួយពាក់ព័ន្ធជាមួយនឹងកីឡាកររបស់ Atletico de Madrid ដែលផ្លាស់ទៅកាន់ទឹកដី FC Barcelona បាទកីឡាករទាំងអស់នោះគឺមិនធ្លាប់បានទទួលបានជោគជ័យទេបាទឥឡូវឧទាហរណ៍ជាក់ស្ដែងមានកីឡាករ Anthony Griezmann បាទ Griezmann នៅ Joao Felix បាទហើយដូចជាមាន Arda Turan មួយទៀតបាទខ្ចីជើងចុះខ្ចីជើងឡើងគឺបានត្រឹមតែ មកខ្ចីជើងហ្នឹង បាទបានតែត្រឹមតែចាក់ចេញទេប៉ុន្តែជាផ្លែជាផ្កាណាមួយគឺមិនធ្លាប់បានជាផ្លែជាផ្កាទេអញ្ចឹងមេរៀននេះគឺជាមេរៀនធំមួយសម្រាប់ Julian Alvarez ដូចគ្នាបាទអញ្ចឹងបើសិនជាគាត់ចាក់ចេញពី Atletico de Madrid ទៅកាន់ Barca ខ្ញុំគិតថាដូចគ្នាប្រកាសជាពិបាករកកន្លែងជោគជ័យរឿងចំណុចដែល Barcelona ជាមួយនឹង Atletico Madrid ដែលយកកីឡាកររបស់ Atletico មកភាគច្រើនអត់ល្អខ្ញុំគ្រប់គ្រងមតិមួយហ្នឹងខ្ញុំឃើញ Anthony Griezmann មក Barca ទាំងទិញនឹងពេលហ្នឹងទិញឬក៏ខ្ចីជើងហ្នឹងទិញហើយឲ្យខ្ចីជើងវិញយកមកវិញលក់ទៅវិញបណ្ដោយទៅបាទខ្ញុំឃើញថា Anthony Griezmann ក្រោមការជ្រុំជ្រែងពី Messi ទៀតបាទគាត់ធ្វើអត់បានល្អទេហើយក៏គាត់ទៅលេងនៅ Atletico Madrid វិញរហូតដល់គាត់ចេញពី AT ណាឥឡូវទៅដល់ទឹកដីអាមេរិកហើយអញ្ចឹង Anthony Griezmann មកក៏មិនល្អ Joao Felix ដែល Barcelona ខ្ចីជើងមកគ្រាន់បើជាង Griezmann គាត់ថាវាមិនល្អដូចគ្នាវាមិនល្អដូចគាត់នៅ Benfica វាមិនល្អដូចគាត់នៅ Chelsea បាទគាត់មក AT គាត់មិនសូវបានលេងគាត់ខឹងគាត់និយាយទៅJoao Felix នេះអាចនិយាយបានថាមានរឿងរកម្មរកូសជាមួយនឹងលោក Julian Nagelsmann ត្រង់ចំណុចហ្នឹងឯងបាទJulian Nagelsmann Simeone បាទ Diego Simeone ជាអធិស្ឋានដោយសារតែ Joao Felix គាត់គឺជាកីឡាករម្នាក់មានមហិច្ឆតានិងឆន្ទៈនៅក្នុងការចង់ឈ្នះហើយចង់មាននីតិលេខបានច្រើនបាទដល់ពេលគាត់នៅជាមួយ AT យូរទៅវាអត់មានសំខាន់អីសោះអត់មានទុកគាត់ជាតួសំខាន់សោះតែគាត់នឹងជួយបានច្រើនទៅហើយដល់ពេលចុងក្រោយគាត់ក៏សម្រេចចិត្តថាបើមិនឲ្យខ្ញុំលេងទេឲ្យខ្ញុំចាក់ចេញទៅខ្ចីជើងក៏បានដែរខ្ញុំចង់លេងបាទ Simeone ក៏បើកចិត្តថាបើជ្រុលជាមិនឲ្យគ្នាលេងខ្ញុំធ្វើបាបគ្នាបិទផ្លូវគ្នាពេកបើកភ្លើងខៀវឲ្យទៅ Barca អូខេតែចំនួនហ្នឹងល្អមែនណាJoao Felix Joao Cancelo លេងជាមួយគ្នាដូចបងប្អូនបង្កើតចឹងបាទអញ្ចឹង Joao Felix ពេលហ្នឹងគឺអាចគាត់និយាយបានថាគាត់ក៏ល្អដែរតែ Barca រៀនចាយលុយទិញឆ្ងល់ត្រង់កន្លែងហ្នឹងឥឡូវយើងចូលមកដល់ Julian Alvarez វិញហេតុអីបើខ្ញុំហ៊ាននិយាយថា Julian Alvarez មកវាអាចនឹងមិនល្អអត់តាមក៏ពិតចំណុចនេះខ្ញុំអត់គ្រប់គ្រងវិញត្រង់ Julian Alvarez តែបើកីឡាករ Griezmann វាអាចហើយJulian Alvarez មកគឺចំនួនតំណែងខ្សែប្រយុទ្ធកណ្ដាលហ្មងបាទហើយខ្សែប្រយុទ្ធកណ្ដាលទៀតសោតដូច Julian Alvarez គាត់មិនមែនជាកីឡាករខ្ជិលទៀតហើយមិនមែនគាត់ជាកីឡាករចងមុងចោលទៀតអញ្ចឹងហើយខ្ញុំគិតថា Julian Alvarez អាចនឹងមានភាគរយខ្ពស់នៅក្នុងការវិវត្តសមត្ថភាពខ្លួនឯងជាមួយនឹង Barca ហើយជួយ Barca បានច្រើនព្រោះថាប្រយុទ្ធកណ្ដាល Ferran Torres គឺចប់ហើយ Lewandowski ទៅបាត់ហើយពីមុនមកនៅក្នុងអេពីសូតមុនយើងបាននិយាយថាអូខេ Lewandowski ចេញទៅនៅសល់ Ferran Torres អញ្ចឹងមិនបាច់ទៅរកទិញអ្នកណាអីទេឥឡូវ Ferran Torres អត់សប្បាយចិត្តជាមួយ Barca ទៀតបាទចង់ចាក់ចេញពី Barca ទៅ Paris លុយច្រើនតែគេស្រួលជាងបាទវាពិបាកក្នុងចំណុចហ្នឹងអញ្ចឹងមានតែយើងចាំមើលថាតើ Julian Alvarez នេះសម្រេចបានយ៉ាងណាដែរព្រោះខ្ញុំគិតថាបើមកមែនណា Julian Alvarez ជួយ Barca លើកពី La Liga ទៀតបាទរឿងរ៉ាវនេះយើងនៅអត់ទាន់ដឹងទេបងប្អូនចាំអ៊ុតមើលទាំងអស់គ្នាថាតើគ្រូបង្វឹកបាទ Diego Simeone គាត់មានមហិច្ឆតានៅក្នុងការជួយកីឡាករដែលមានសុជាតិទៅមួយបាទដូចជា Julian Alvarez អានេះមកដល់ពេលនេះគេហៅថាមនុស្សនៅតែអារម្មណ៍ទៅគឺគាត់អត់មានអារម្មណ៍បើទោះបីជាបង្ហាញវត្តមាននៅក្នុងជំរំវឹកហាត់ក៏ដោយបាទគឺគាត់ដល់ថ្នាក់ហ៊ាននិយាយជាសាធារណៈទៅកាន់បុគ្គលិកនៅក្នុងទីលានហ្នឹងគាត់និយាយថា count me out អូខេវាគឺជាពាក្យដែលកំពុងតែ trending តែម្ដងដកខ្ញុំចេញកុំរាប់ជុំបញ្ចូលនៅក្នុងក្រុមAT ទៀតបាទអញ្ចឹងក៏មានយើងដឹងស្រាប់ហើយសារព័ត៌មានផ្សេងក៏បានរាយការណ៍ប៉ុន្តែមិនច្បាស់ទេរឿងថាឥឡូវបើសិនបើ AT ដាក់សំណើទៅ Barca ប្រហែលចង់បាន100លានឬក៏150លានប៉ុន្តែដាច់ខាតអត់ក្រុមហ្នឹងឯណាពីព្រោះថា AT ទិញគាត់មកពី Man City អត់ក្រុមពី100លានទេទាំងប្រាក់ឈ្នួលទាំងអីផ្សេងមិនក៏បើតាមបងចាំមិនក៏80លានដែរបាទហើយយើងដឹងស្រាប់ហើយAlvarez គាត់ជាកីឡាករមួយដែលចង់ថាបើនិយាយពីរត់វិញគឺ activity របស់គាត់ហ្នឹងគឺលឿនណាស់មកហ៊ានតែនិយាយទាំងលឿនសូម្បីតែការប្រកួត World Cup ជម្រើស11នាក់នៅតែជាប់បាទ8ប្រកួតបោះសងទៀតគឺគាត់បង្ហាញវត្តមានបាន5ប្រកួត
ទោះបីជាអត់តន់អាស៊ីប៉ុន្តែគាត់សុទ្ធបានមកគ្រាប់ដែរហើយកីឡាករអាសង់ទីរូបនេះនៅតែបង្ហាញគោលចំហថាមិនចង់បាទនៅជាមួយនឹងបាសេទៀតទេហើយពិតជាចង់ទៅអាតេទេពិតជាចង់រួមរស់បាទតែជាមួយនឹងរ៉ូទ្រីដែលមកគេបានធីវីហ្គូមែនណាជួបមួយដៃគូដៃកង់គេការនៅមែនស៊ីទីអញ្ចឹងឌីអាហ្គូស៊ីមៀនេះក៏នៅតែប្រកាសក្តែងហើយអ្វីដែលកាន់តែក្តៅទៀតគាត់ក៏មានការអន់ចិត្តមួយអ្វីនៅពេលដែលគាត់ចូលទៅវឹកហាត់បិទបញ្ចប់ World Cup អ្វីដែលគាត់ចង់ចរចាចង់ជួបបាទចង់សំណេះសំណាលផ្ទាល់នឹងជាមួយ Diego Simeone នឹងថ្នាក់ដឹកនាំបាទ Angel បាទ Gilmarin ប៉ុន្តែពួកគាត់គឺកម្របង្ហាញវត្តមានគេហៅថាអាចរចាផ្លូវការមាត់ទល់នឹងមាត់គឺអត់បានជួបទេអត់មកទេបាទអញ្ចឹងគឺគាត់សយរហូតគាត់ខ្វៀងរហូតបាទអញ្ចឹងរឿងនេះវានៅតែជារឿងដកក្តៅហើយអ្វីដែលមិនទាន់អាចកើតឡើងបានឥឡូវបងនិយាយរឿងអត់កើតឡើងបាន4ចំណុចទី1អោរ៉េនៅតែចង់ទៅណាទី2ក្លឹបនិងក្លឹបអត់ទាន់ចរចាគ្នាទេទី3បាសេនៅតែចង់បានឥឡូវថា3ចំណុចហ្នឹងបានហើយបងប្អូនចាំអត់មើលទាំងអស់គ្នាតើរឿងរ៉ាវនេះវាហ៊ីវីហ្គូពេលណាហើយយើងនឹងមានអ្វីមានការផ្លាស់ប្ដូរអីខ្លះបាទអញ្ចឹងកម្មវិធីរបស់យើងដូចជាបិទល្មមហ៎បាទប៉ុណ្ណេះហើយបាទយើងក៏បានក្បោះក្បាយច្រឡំប្រធានបទដែរហើយរាល់ការសំណេះសំណាលរបស់បាទ admin ទាំង3នាក់បើសិនបើមានចន្លោះប្រហោងកន្លែងណាសូមកាន់តែអភ័យទោសពីបងប្អូនផងហើយខ្ញុំបាទ MC បហៃរួមទៅនឹងបាទ MC បេខានិង MC ពេទូបាទក៏សូមលំអរកាយគោរពលាបាទត្រឹមតែប៉ុណ្្នេះទៅចោលបងប្អូនយើងនឹងជួបគ្នានៅក្នុងបាទវីដេអូសប្តាហ៍បន្ទាប់ទៀតដែលជាអេពីសូតទី15ក្រាបនេះសូមបាយគោរពលា KM Sport គឺជាពិភពកីឡាឈានមុខគេ